lật bóng nó đã có học viên đó chọn cầm vị thi chui tôi lấy play có cái chạy mi mùi thiết nhổ ra cả cầm vị thi chạy mi có play mùi thiết bỏ chân play ប្រកាសលទ្ធផលថ្នាក់ប្រជាសិក្សាកាមេរ៉ាវិទ្យានារាត្រីនេះអ្នកខ្ញុំប្រកាសណាពិតជាមានកិត្តិយសខ្លាំងណាស់ដែលបានមានវត្តមានភាពក្របចូលឡើងនៅវេទិកាព្រះពុទ្ធសាសនាដើម្បីជាអ្នកចលនានៅកម្មវិធីប្រកាសលទ្ធផលថ្វាយប្រគេននិងជូនចំពោះព្រះសមណសិស្សនិងសិស្សានុសិស្សបងប្អូនកុមារាកុមារីទាំង4បន្ទាប់នាឱកាសរាត្រីនេះជាបឋមអ្នកខ្ញុំសូមក្រាបថ្វាយបង្គំនមស្ការប្រជុំ3ព្រះរតនត្រ័យដោយសេចក្តីគោរពដល់កំពង់កំពស់សូមរំលឹកនឹកគុណចំពោះបុព្វការីជនដែលបានពលិកាយថ្វាយជីវិតចំពោះសាសនាដោយសេចក្តីនឹករលឹកជាបន្តបន្ទាប់អ្នកខ្ញុំសូមក្រាបថ្វាយបង្គំចំពោះព្រះគ្រូប្រជាអធិការដែលគង់ប្រทับជាអិសរាធិបតីក្នុងឱកាសរាត្រីនេះដោយសេចក្តីគោរពនិងចាត់ច្រាក់ថ្វាយជាទីបំផុតសូមក្រាបថ្វាយបង្គំព្រះអង្គគ្រូព្រះពហុសោទាំងពីរព្រះអង្គមួយលើដោយព្រះឧទ្ទេសចារព្រះធម្មចារព្រះករុណាគ្រប់ព្រះអង្គដោយសេចក្តីគោរពច្រាក់ថ្លាក្រៃលែងអំពីអ្នកខ្ញុំសូមគោរពចំពោះគណៈគ្រូបង្រៀនគណៈមេប្រយោគគណៈកម្មការលោកយាយលោកតាលោកបណ្ឌិតតាចារ្យដែលជាអធិបតីប្រចាំនៃវត្តជុំប្រាសាទកសិកណ្ដាយនៃយើងមួយអលើដោយប្រជាមុខពុទ្ធបរិស័ទទាំងអស់ជាទីគោរពរាប់អានសូមធ្វើសេចក្តីស្និទ្ធស្នាលចំពោះបងប្អូនកុមារាកុមារីទាំង4បន្ទាប់ជាទីរាប់អានព្រះពុទ្ធសាសនាគណៈមហានិកាយសទ្ធារណរដ្ឋសង្គមនិយមវៀតណាមគណៈកម្មការសិក្សាវត្តជុំប្រាសាទកសិកណ្ដាលឯករាជ្យសេរីភាពសុភមង្គលកម្មវិធីប្រកាសលទ្ធផលថ្នាក់ខេមរៈវិទ្យាថ្ងៃអាទិត្យ11រោចខែទុតិយាសាទឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ត្រូវនឹងថ្ងៃទី9ខែសីហាគ្រិស្តសករាជ2026កម្មវិធីដែលយើងប្រព្រឹត្តទៅក្នុងឱកាសរាត្រីនេះរួមមានខទី1នមស្ការព្រះរតនត្រ័យដោយសង្ខេបខទី2ប្រកាសហេតុដែលនាំឲ្យកើតកម្មវិធីខទី3ឧទ្ទិសនាមតំណាងចូលរួមខទី4តំណាងគណៈកម្មការមេប្រយោគខទី5តំណាងសិស្សខទី6ចំណោមអារម្មណ៍គណៈកម្មការខទី7ប្រធានអវត្តខទី8ប្រកាសលទ្ធផលខទី9បងស្គយបញ្ចប់កម្មវិធីខទី1គឺបទនមស្ការក្នុងខនេះដែរនាងខ្ញុំសូមគោរពអារាធនានិមន្តព្រះអង្គគ្រូប្រជាអធិការជាអធិបតីក្នុងឱកាសនេះដើម្បីណែនាំយើងខ្ញុំទាំងឡាយធ្វើកិច្ចនមស្ការដូច្នេះសូមអារាធនានិមន្តព្រះអង្គដោយសេចក្តីគោរពលើកដៃឡើងសំប្រាំអរគ្នានមស្ការគួររំណាននមស្ការទាំងអស់គ្នាទាំងព្រះសង្ឃទាំងមេប្រយោគហើយនឹងពុទ្ធបរិស័ទយើងទាំងសិស្សសានុសិស្សទាំងអស់ទាំងចិត្តនមស្ការដូចតទៅនេះនមោតាសាភគវតោអរហតោសម្មាសម្ពុទ្ធស្សនមោតាសាភគវតោអរហតោសម្មាតាសាភគវតោអរហតោសម្មាសម្ពុទ្ធស្សជាវមិចន្តនមស្សន័យយ៉ាងនមស្សមណរតនតិយ៉ាងវិបលាំងអលន្តੰតាសានុភិវេណាតន្តរៃយោខទី1ក៏បានកន្លងផុតទៅជាងចូលដល់ខទី2គឺប្រកាសហេតុនៅក្នុងខនេះអ្នកខ្ញុំសូមគោរពអញ្ជើញលោកគ្រូបណ្ឌិតតាចារ្យហុងសុភាពដើម្បីឡើងកម្មវេទិកាប្រកាសហេតុសូមគោរពអញ្ជើញ
សុភាពបានឡើងកាន់វេទិកាព្រះពុទ្ធសាសនាហើយចាក់យោហើយចឹងសូមអរគុណនៅចំពោះបងស្រីដែលបានទស្សនាខ្ញុំបាទឡើងមកកាន់វេទិកាដើម្បីប្រកាសនៅពុទ្ធហេតុដែលនាំឲ្យកាត់កម្មវិធីប្រកាសលទ្ធផលនៅក្នុងនារាត្រីនេះដូច្នេះមិននឹងប្រកាសលទ្ធផលខ្ញុំប្រកាសថាខ្ញុំបាទសូមនមស្ការទៅបង្គំចំពោះបត្រីរតដោយសេចក្តីគោរពបន្ទាប់មកក៏សូមថ្វាយបង្គំចំពោះព្រះអង្គគ្រូបច្ចាវតិកាមួយលើដោយបពហូសូត្រប្រធមវិជ្ជាប្រតិសច្ចាកម្មវិធីនៅក្នុងនារាត្រីនេះដូចជាញាតិញោមពុទ្ធបរិស័ទយើងបានអញ្ជើញចូលមកដល់ទីអារាមនេះក៏បានសម្លឹងទៅលើវេទិកាខាងក្រោយនៃព្រះចៅវតិកាមួយលើនឹងព្រះពហុសូត្រព្រះធម្មវិជ្ជាប្រតិសច្ចាកងនេះញាតិញោមក៏បានឃើញអក្សរទាំងសាងខាងហ្នឹងមិនចឹងណាគឺអក្សរអីអក្សររលិតជាតិរលាយអក្សរបណ្ណរាយជាតិតកម្មកានអញ្ចឹងនេះជាសុភាសិតដែលពុទ្ធបុរសរបស់យើងចងក្រងទុកមកដើម្បីដាស់សតិស្មារតីដល់កុលបុត្រកុលធីតាខ្មែរយើងកុំអោយភ្លេចនៅអក្សរសាស្ត្រខំប្រឹងសិក្សារៀនសូត្រកាលណាបើខំប្រឹងសិក្សារៀនសូត្របានរីកចម្រើនចេះដឹងច្រើនជាតិយើងនឹងរុងរឿងនឹងจึงហើយព្រះចៅវតិកាដោយយកនៅសុភាសិតនេះយកមកពិចារណាក៏បានខិតខំប្រឹងប្រែងតទៅជាហត់នឿយយ៉ាងណាក៏បានបង្កើតនៅថ្នាក់សិក្សារៀនសូត្រដល់បងប្អូនដែលជាកុលបុត្រកុលធីតាខ្មែរយើងឲ្យចេះឲ្យដឹងយល់អំពីអក្សរសាស្ត្រទំនៀមទម្លាប់វប្បធម៌ប្រពៃណីអញ្ចឹងក្នុងរយៈពេលដែលព្រះអង្គបានបង្កើតការសិក្សារៀនសូត្រដល់កុលបុត្រកុលធីតាខ្មែរនៅក្នុងវត្តយើងនេះបានត្រឹមតែ2ខែប៉ុណ្ណោះណាបានត្រឹមតែ2ខែអញ្ចឹងឃើញថាបងប្អូនក្នុងចំណោះជើងវត្តយើងមានច្រើនដែរហើយមានច្រើនប៉ុន្តែឃើញថាការសិក្សារៀនសូត្រនៅមិនទាន់បានជាច្រើនប៉ុន្មានបានរឿងមិន100ជាង100ជាងเลยដែរបើតាមពិតនៅក្នុងចំណោះជើងវត្តនេះដល់500គ្រួសារជាងណាប៉ុន្តែដល់គុណចៅខ្មែរយើងមកចូលសិក្សាក្នុងវត្តអារាមទើបតែបាន100ប្រមាណទេអញ្ចឹងសង្ឃឹមថាថ្ងៃក្រោយនិយាយថាពុទ្ធបរិស័ទរបស់យើងខិតខំធ្វើយ៉ាងណាដាស់ស្មារតីឲ្យគុណចៅចេះសិក្សារៀនសូត្រនៅអក្សរសាស្ត្ររបស់យើងដើម្បីឲ្យសមនឹងសុភាសិតដែលពុទ្ធបុរសយើងចង់ក្រងទុកឲ្យយើងណាតែចឹងហើយក្នុងការសិក្សារៀនសូត្រអរិយកាល2ខែនេះដើម្បីបញ្ជាក់អំពីសមត្ថភាពដែលខំប្រឹងសិក្សាថាតើមានការចេះដឹងយ៉ាងណានោះក៏បានបង្កើតនៅកម្មវិធីប្រឡងណាកម្មវិធីប្រឡងនេះដើម្បីបញ្ជាក់អំពីការសិក្សារៀនសូត្រថាតើបងប្អូនទាំងអស់ហ្នឹងរៀនបានចំណេះចេះដឹងប៉ុណ្ណាកាលណាបើមានបង្កើតនៅកម្មវិធីប្រឡងក៏ត្រូវមានការបង្កើតនៅវិធីប្រកាសលទ្ធផលណាប្រកាសលទ្ធផលដើម្បីអីដើម្បីទី1លើកទឹកចិត្តណាលើកទឹកចិត្តលើកសទួយដល់បងប្អូនដែលខំប្រឹងសិក្សារៀនសូត្រណាសិក្សារៀនសូត្រដើម្បីជាកិត្តិយសមួយថាសិក្សាអក្សរខ្មែរមានការប្រកាសលទ្ធផលលើកទឹកចិត្តយ៉ាងនេះឯងអញ្ចឹងហើយនឹងជាហេតុដែលនាំឲ្យកើតកម្មវិធីប្រកាសលទ្ធផលនៅក្នុងនារាត្រីនេះដូច្នេះខ្ញុំប្រកាសណាមានការតំណាងនៅប្រកាសហេតុតែប៉ុណ្ណេះจึงគួរពង្គួរសូមពុទ្ធបរិស័ទយើងខកខន្តីអភ័យទោសសូមអរគុណ